ទី4ដែលជាគូអន្តរជាតិមិត្តភាពរវាងកម្ពុជារុស្ស៊ីដែលជាគូរំបំបោះឆៅទឹកទី1 round 1បាទទឹកទី1គូប្រកួតអំបោះឆៅគុណខ្មែរបាទទម្ងន់63គីឡូក្រាម500ទាត់ជើងក្រោម1បាទទាត់សងវិញរបស់រុស្ស៊ីតិចទាត់ក្រោមទាត់សងវិញបាទពីកីឡាកររុស្ស៊ីបាទសេងថងធាក់មួយកាត់របស់សេងថងអំបោះឆៅអ្នកចូលមុនដឹងតែបាទមានព្រាបបាទញាក់មួយតាវ៉ាច់អត់ចេញទេពីអ៊ីប្រាហ៊ីមបាទទៅទៀតញាក់ពីសេងថងទាត់ជើងក្រោមរបស់អ៊ីប្រាហ៊ីមបាទញាក់មួយទៀតបើចូលតិចទៅអូយចូលបានមិនដៃបាត់មួយបាត់អើយសេងថងបាទចូលដៃវិញរបស់សេងថង 1 2 3 4 5 បាទ 6 7 8 9 10អូយបាទអំបោះឆៅគុណខ្មែរបាទអំបោះឆៅនេះចូលមុនត្រូវមុនហើយណែមកដៃកន្លែងនេះរៀងងោកបន្តិចដែរសេងថងគាត់គេចផុតប៉ប់ចូលក្បាលពោះអូឆ្អឹងជំនីមិនមុខផងណែផលិបបងប្អូនបាទឆ្អឹងជំនីរបស់កីឡាកររុស្ស៊ីនេះត្រូវសេងថងហូតអស់មកក្រាស់បាត់អើយបាទអបអរសាទរជាមួយនឹងជ័យជំនះរបស់កីឡាករបង្គោលក្រហមរីគីសៃថងដែលបានផ្ដួលឲ្យដៃគូបង្គោលខៀវសន្លប់នៅក្នុងទឹកទី1បាទអបអរសាទរកីឡាករនៃប្រទេសជាតិកម្ពុជារីគីសៃថងដែលទទួលបាននៅជ័យជំនះដោយផ្ដួលកីឡាកររុស្ស៊ីអ៊ីប្រាហ៊ីមអាប់ឌុលមេជីដូឲ្យបបង់ការប្រកួតត្រឹមតែ1ទឹកតែប៉ុណ្ណោះ